ខ្ញុំនៅចំណាយរយៈពេល12ម៉ោងជាប់គ្នានៅក្នុងឡានមួយគ្រឿងនេះហើយខ្ញុំអាចនៅក្នុងនេះបានរយៈពេល12ម៉ោងគឺពូនឹងជូនខ្ញុំ200000រៀលចាំពេលថាទោះបីថាខ្ញុំធ្វើអីក៏ដោយគឺខ្ញុំត្រូវតែនៅក្នុងឡានរហូតឆ្លើយរបស់យើងគឺនឹងចាប់ផ្ដើមនៅម៉ោង10ព្រឹកចុះសម្រាប់ម៉ោងទី1របស់យើងគឺស្រួលទេគឺពូក៏បានដុំខ្ញុំដើរលេងហើយម៉ោងទី1ក៏បានបញ្ចប់ចាឥឡូវនេះផងដែរគឺខ្ញុំជិះបាន1ម៉ោងហើយពូហេវអត់ពូហេវតិចហើយគ្រាន់តែលើថាពូហេវតិចភ្លាមអញ្ចឹងខ្ញុំក៏បានធ្វើដំណើររៀបចំតុរៀបចំកន្លែងដើម្បីឲ្យពូញ៉ាំអីអញ្ចឹងតើពូគិតថាខ្ញុំនៅក្នុងឡានបានប៉ុន្មានម៉ោងពូគិតថាប្រហែលជាបានតែ5ម៉ោងអីដែលបន្តមកខ្ញុំជាមួយនឹងពូក៏បានធ្វើការញ៉ាំអីរហូតដល់ម៉ោងទី3អញ្ចឹងពូចង់ធ្វើអីបន្តទៀតទេពូសុំសម្រាប់2ម៉ោងសិនគាត់ទៅលើតែពូសម្រាប់2ម៉ោងនេះខ្ញុំគិតថាវាជាឱកាសរបស់ខ្ញុំដើម្បីនៅក្នុងឡានឲ្យកាន់តែយូរដែលពេលហ្នឹងគឺខ្ញុំចាត់ទុកឡានរបស់យើងគឺដូចជាផ្ទះរបស់យើងតែម្ដងនិយាយទៅគឺខ្ញុំធ្វើគ្រប់យ៉ាងចាឥឡូវហ្នឹងគឺម៉ោង4ហើយខ្ញុំនៅលើឡានបាន6ម៉ោងសល់6ម៉ោងទៀតទេដែលពេលហ្នឹងគឺខ្ញុំសប្បាយចិត្តខ្លាំងមែនតើដោយសារបើខ្ញុំហ៊ានទៅនៅបាន12ម៉ោងគឺខ្ញុំដឹងតែបាន200,000ហ្មងហើយដោយសារតែពេលហ្នឹងគឺថាខ្ញុំអបសុកពេកអញ្ចឹងខ្ញុំក៏បានទេទៅកាន់មិត្តភក្តិខ្ញុំឥឡូវបាយទៅអត់ទៅលេបងឥឡូវខ្ញុំទៅយកបាយដើរលេងបានអត់យកបានតែបងដល់បន្ទាប់ពីនោះមកគឺថាខ្ញុំក៏បានជិះឡានរបស់យើងទៅយកពូគាត់ដើរលេងមួយគ្នាតែម្ដងហើយបើគិតពីរយៈពេលវិញគឺខ្ញុំបាននៅក្នុងឡានចំនួន7ម៉ោងហើយអញ្ចឹងពូបងឯងចង់ទៅណាដើរលេងអូខេតោះពូជិះឡានដើរលេងពូបន្ទាប់ពីជួបពូគាត់ដើរលេងហើយយើងក៏បានជួបគាត់មកកន្លែងដើមវិញហើយគាត់ក៏បាននិយាយថាឡាន Plus F ហ្នឹងគឺស្រួលជិះហើយ smooth មែនតើអញ្ចឹងពូដោយសារយើងនៅក្នុងឡានយូរហើយពូចង់ទៅណាទៀតពូថាទៅរើកន្លែងអង្គុយលេងគាត់ទៅលើពូថាគាត់ចង់ទៅកន្លែងកំសាន្តសប្បាយអីភ្លាមអញ្ចឹងខ្ញុំក៏បានជូនគាត់ទៅកន្លែងដែលអាច relax បានសុំកំងមួយបងនិយាយទៅបងចុះពីលើឡានអត់កើតតែនៅពេលហ្នឹងគឺថាដើម្បីកុំឲ្យពូអបសុកអញ្ចឹងខ្ញុំក៏បានឆ្លៀតកំងអីញ៉ាំផងដែរចាឥឡូវនេះផងដែរគឺម៉ោង5កន្លះហើយបងប្អូនហើយបើគិតពីរយៈពេលវិញគឺខ្ញុំបាននៅក្នុងឡាន7ម៉ោងកន្លះហើយយ៉ាក៏កេះមួយស្មោះប្រហើយហើយដើម្បីឲ្យពេលវេលាកាន់តែលឿនគឺខ្ញុំក៏បានឆ្លៀតលេងហ្គីតាទៀតនិយាយទៅឡានហ្នឹងគឺដូចផ្ទះអញ្ចឹងបុកលហុងមកបងប្អូនហើយនៅពេលដែលបុកលហុងមកអញ្ចឹងគឺថាខ្ញុំក៏បានដាក់យកតែម្ដងប៉ុន្តែអីដែលខ្ញុំអត់ដឹងគឺថាបុកលហុងនោះគឺហិលមែនតើដែលតម្រូវខ្ញុំញ៉ាំទឹកយ៉ាងច្រើនហើយដល់តែពេលដែលខ្ញុំខំញ៉ាំទឹកអញ្ចឹងទៅវាក៏បានធ្វើឲ្យខ្ញុំចង់បត់ជើងតូចនិយាយទៅមែនតើឥឡូវខ្ញុំចង់ចូលបន្ទប់ទឹកដែរគ្រាន់ខ្ញុំទ្រាំសិនហើយបើគិតពីរយៈពេលវិញគឺខ្ញុំនៅក្នុងឡានបាន8ម៉ោងហើយបាយតែឥឡូវគឺខ្ញុំមានអារម្មណ៍ថាដូចជាត្រូវចូលបន្ទប់ទឹកមែនតើហើយម៉ោង6ជាងហើយគ្រប់វីដេអូទាំងអស់គឺចាញ់ដោយសារតែបន្ទប់ទឹកហ្នឹងរហូតហើយដោយសារតែមើលទៅដូចជាខ្ញុំទៅរួចលេងមកហើយខ្ញុំក៏បានបញ្ចប់ challenge ចឹងពូដោយសារតែក្មួយអត់អាចនៅក្នុងឡានបាន12ម៉ោងពូមានសិទ្ធិបញ្ជាហើយមុនពេលដែលពូបញ្ជាគឺខ្ញុំនឹងនិយាយតែតទៅនឹង promotion របស់ Pass F ជាមុនសិនតែគ្រាន់តែបងប្អូនជិះជាមួយនឹង Pass F Economy Car គឺបងប្អូននឹងទទួលបានឱកាសក្នុងការឈ្នះរង្វាន់ជាមួយនឹង iPhone 17 Pro Max ជាមួយនឹង AirPods តែដើម្បីឈ្នះគឺងាយស្រួលខ្លាំងមែនទែនគឺគ្រាន់តែបងប្អូនកក់ជាមួយនឹង Economy Car នៅក្នុង Pass F ជាមួយ promo code RIGHTWIN ដែលឡាន Economy របស់ Pass F គឺជាឡានដែលស្រួលជិះមានតម្លៃល្អហើយមានសេរីខ្ពស់ទៀតសំខាន់នៅពេលដែលជិះ Pass F គឺជួបអ្នកបើកបររស់រាយដូចលោកពូអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវធ្វើដំណើរទៅណាមកណាកុំភ្លេចជាមួយនឹង Economy Car របស់ Pass F ដល់ឥឡូវហ្នឹងក៏គេមានរង្វាន់ធំ iPhone 17 Pro Max ផងដែរសូមជម្រាបសួរលោកពូម្ដងទៀតជំរាបសួរតើលោកពូចង់បញ្ជាឲ្យក្មួយធ្វើអ្វីពូជាឲ្យក្មួយទៅផ្ទះវិញយើងទៅផ្ទះវិញបាយបាយដៃពីរ